គេជាមនុស្សសាមញ្ញជនគេមានទូនាទីបានត្រឹមតែពោពុះឯងតែប៉ុណ្ណោះខ្ញុំមិនយល់នោះទេឯងជាព្រះនាងរបស់យើងវ៉ាលេនធីណាវាសនារបស់ឯងត្រូវបន្តក្នុងត្រកូលរបស់យើងឯងត្រូវវាសនាកំណត់នៅក្នុងចំណោមដួងតារានៅមុនពេលដែលឯងកើតមកទៅទៀតយើងមានពាក្យមួយចង់ប្រាប់ឯងថាមនុស្សលោកទាំងអស់ត្រូវតែឲ្យលំទោនចំពោះឯងឥឡូវដល់ពេលដែលឯងស្គាល់ជាងហើយណាដាអេដោអាដោវ៉ាលេនធីណាយើងគឺជាឪពុករបស់ឯងទេមិនបាត់ទេអ្វីត្បិតថាមិនសូវស្រស់មែនប៉ុន្តែវាមានរសជាតិឆ្ងាញ់គ្រាន់តែមានជាតិស្ករច្រើនពេករីអាឌូមិនក៏ឯងមិននិយាយរឿងរ៉ាវប្រាប់ពួកយើងខ្លះតើជីវិតរបស់ឯងរស់នៅជាមួយបណ្ឌិតបរិការនឹងយ៉ាងម៉េចឮថាឯងដើរតាគន្លងធន់ណាខ្ញុំរៀនចប់ផ្នែកវិទ្យាសាស្ត្រប៉ុន្តែប៉ារបស់ខ្ញុំគាត់ចង់ឲ្យខ្ញុំខ្លាយទៅជាអ្នកជំនាញគាត់បានចេញទៅជាច្រើនប្រទេសពេលដែលគាត់ផ្ញើសម្បត្តិចុងក្រោយឲ្យខ្ញុំកាន់នៅប្រទេសអាល្លឺម៉ង់នេះដោយសារតែប៉ារបស់ខ្ញុំនោះទេប៉ុន្តែបើឲ្យខ្ញុំជ្រើសរើសខ្ញុំមិននៅហ្វីលីពីននោះទេមែនហើយនៅទីកន្លែងនេះក្តៅខ្លាំងណាស់មានកង្ហារប្រើប្រាស់ដែរប៉ុន្តែបែរជាអត់បែកអូលោកបណ្ឌិតមួកាន់អាឡូបានមីស្ទ័រមីនវ៉ាស៊ីណាដុកទ័រមួកាន់ខ្ញុំនិយាយលេងនោះទេខ្ញុំគឺវ៉ាត់ស៊ីនគូប្រូយនេះណាសូមចាំមកផ្លែខ្ញុំយកទូរស័ព្ទទៅឲ្យគាត់សិនបាទខ្ញុំយកទូរស័ព្ទទៅឲ្យគាត់អាឡូប៉ាសុំទោសចាំមកផ្លែបាទណាដាយកទឹកក្រូចឲ្យលោកវ៉ាសិនថែមទៀតបើតែគេចូលចិត្តទឹកក្រូចណាណែចង់ញ៉ាំអីអញ្ជើញតាប់សប្បាយចាអ្នកគ្រូអញ្ជើញបាននិយាយជាមួយលោកវិស្វកររ៉ាមីរ៉េហើយគេប្រាប់ថាគេមិនទាន់បានឃើញកូននៅឡើយទេក្រែងកូនប្រាប់ថានឹងទៅរកគាត់ហើយចុះពេលណាទេខ្ញុំនៅមជ្ឈមណ្ឌលកម្មាកំព្រាទៅលេងនៅគេមិនផែរបាយមែនទេកាលពីមុនកាលនៅកម្មានោះបានរំលឹកឯងហើយអាឌូប៉ាក៏បានយកព្រមជាមួយឯងគឺនៅទីកន្លែងដែលសារប៉ាចង់ឲ្យឯងគ្រប់គ្រងដីមួយកន្លែងលោកប៉ារឿងនេះខ្ញុំមិនតបភ្លេចនោះទេបើជន់នៅទីនោះធ្វើអីមុនពេលដែលឯងគិតរឿងផ្ទាល់ខ្លួនឯងគិតពីផលប្រយោជន៍យើងខ្លះផងសិនទៅឬប៉ានិយាយទេនឹងបានលោកប៉ាឯងត្រូវតែស្ដាប់ឲ្យបានឥឡូវនេះតែម្ដងឥឡូវនេះអីយ៉ាស្អាតមែនតើខ្ញុំពេញចិត្តខ្ញុំចូលចិត្តទីកន្លែងនេះ
ទេកន្លែងនេះមើលចុះផ្ទៃបឹងដ៏ស្រស់ស្អាត ដានណាថ្មីនេះប៉ារបស់ខ្ញុំតែងតែទប់ស្កាត់រកសម្បត្តិទាំងអស់ដែលខ្ញុំបានផ្ញើនេះដោយសារតែគាត់ចង់ឲ្យខ្ញុំផ្ដោតទៅលើការសិក្សាតែមួយគត់ហើយសំនៀងខ្ញុំគិតថាខ្ញុំភ្លេចនាងអសោះខ្ញុំមិនដែលបានភ្លេចនាងនោះទេពិតមែននោះពីព្រោះកាលនោះលោកខ្លាចខ្លាំងណាស់លោកខ្លាចធ្លាក់មែនទេមិនពិតនោះទេពិតមែនទេមែនណាបាញ់ចាំបញ្ជាក់ខ្ញុំមើលសិនមកឆាប់ឡើងណាចង់ធ្វើអីហ្នឹងអូលោកអេដូអាដូលោកវិស្វករមួហ្គានកំពុងតែរងចាំយើងត្រឡប់ទៅវិញប្រយ័ត្នណាប្រយ័ត្នធ្លាក់ឡើងមកណៃមកឡើងមកឆាប់ឡើងប្រយ័ត្នធ្លាក់ណាណាដាឆាប់ឡើងមកមនុស្សស្រីស្អាតដូចនាងប៉ុន្តែចរិតមិនសូវស្អាតសោះហើយឆាប់ឡើងមកលើឡើងឆាប់ឡើងយ៉ាងខំទៅអេដូអាដូចាំថ្ងៃស្អែកចាំមកឡើងលេងទៅតាល្អទៀតមានអីប្រកាសជាបានបើសិនជាអញពេញចិត្តនោះទូរស័ព្ទទៅប៉ាទៅឲ្យទូរស័ព្ទមកខ្ញុំមកចំជាឈួនមែនហុយហើយដូចក៏នាំគ្នាមកទីនេះទៅវិញចាំតែមើលចុះអ្នកដែលខានបងគឺជារូបខ្ញុំហើយអាចស្គាល់ចិត្តប៉ាហើយបើគាត់ចង់ឲ្យការងារអ្វីមួយបានជោគជ័យនោះគឺត្រូវតែធ្វើឲ្យបានភ្លាមយើងមិនអាចប្រឆាំងបានទេល្អអើយពិតជាស្ងាត់មែនវ៉ាឡែនធីណាអញនៅទីនេះយូរហើយហេតុអីក៏មិនទៅថ្នាក់របស់ខ្ញុំអញមានដឹងទេអេដាដូគេត្រាំអស់វិញហើយណាលើឈប់ឡើងមកនេះមានអីកើតឡើងទៅស្អីគេវ៉ាឡែនធីណាហេតុអីក៏អញយំខ្ញុំមកទីនេះចង់មកលាឯងតើឯងចង់ទៅណាទៅទឹកឲ្យឆ្ងាយពីទីនេះខ្ញុំមិនស័ក្តិសមធ្វើជាមិត្តរបស់ឯងទេខ្ញុំជាមនុស្សអាក្រក់ណាស់វ៉ាឡែនធីណាអញជាមិត្តរបស់ខ្ញុំណាតែពូអើយហើយចេញវាយវាទៅនោះកាប់វាទៅកាប់បញ្ញាផងប្រយ័ត្នណាអើយបើខ្ញុំប្រាប់ឯងតើឯងស្អប់ពើមខ្ញុំទេអញជាមិត្តរបស់ខ្ញុំទោះជានិយាយស្អីក៏ដោយគ្មានថ្ងៃប្រែប្រួលបាននោះទេនៅតែជាមិត្តដដែលឯងនិយាយពិតមែនទេបើឯងដឹងរឿងរបស់ខ្ញុំនោះមិនអីទេ
របស់តាំងនៅទីនេះប្រយ័ត្នផងមើលបានត្រឹមត្រូវ ណែសម្លាញ់ណែសម្លាញ់អ្មេចក៏បន្ទោបងនៅទីនេះពួកយើងមកលេងនៅក្នុងព្រៃប៉ុន្តែมันមានន័យថាអាចបន្ទោបងដូចជាសត្វធាតុនោះទេឯនេះចំមែនឆាប់ឬខោវិញភ្លាមទៅចាំខ្ញុំទៅយកឲ្យ ប្រើប្រាស់កែវខ្ញុំក៏បានដែរអេយ៉ាងមិនហ្នឹងនេះនេះយ៉ាងមិនហ្នឹងណែអាដូណែអេដូអាដូ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 មិនល្អគ្រាន់តែនិយាយមិនចាញ់ប៉ុណ្ណោះមិនអាចជាមានរឿងអីនោះទេប្រាប់ភ្នំមិនល្អឬក៏ចង្វាក់បេះដូងរបស់ឯងនោះវាមិនដាច់ធម្មតាទេមនុស្សមានស្នេហាគឺអញ្ចឹងឯងនិយាយស្អីហ្នឹងណែពួកយើងគឺសិតតែដឹងនៅក្នុងចិត្តស្រាប់ហើយខ្ញុំដឹងណាក្នុងចិត្តរបស់ឯងគឺគិតតែពីអេដអាដូមែនទេដោយសារតែគេជាបរិសង្ហាខ្លាំងរបស់គេគឺប្រៀបដូចជាងូតទឹកហើយនៅពេលដែលគេសម្លឹងមើលខ្ញុំបេះដូងរបស់ខ្ញុំហាក់ដូចជាចង់រលាយនៅពេលដែលនៅក្បែរគេចម្រៃស្នេហ៍របស់ឯងពិតជាអស្ចារ្យមែនដាដាចាវ៉ាសិនទូរស័ព្ទមកគេប្រាប់ថាមិត្តរបស់គេនៅក្នុងព្រៃមានសត្វវាយប្រហារអេដាឌូកំពុងតែបាត់ខ្លួន
រយៈពេល5ថ្ងៃហើយណាលោកឧត្តមសេនីយ៍កូនចៅរបស់លោកច្រើនខ្លាំងណាស់បន្ថែមកម្លាំងទៀតទៅរយឃើញកូនប្រុសខ្ញុំហើយបើសិនជាលោករកមិនឃើញទេនោះខ្ញុំប្រកាសជាដកការគ្រប់គ្រងទាំងអស់ក្នុងគម្រោងការរបស់លោកអញ្ចឹងលោកគួរតែស្ដាប់ឲ្យច្បាស់ទៅហ៎អាប៉ូឡូបានចវាយបន្ថែមប្រាក់រង្វាន់ឡើង10លាន10លានមែនអើយលោកថ្លង់ទេយើងប្រាប់ថា10លានកូនប្រុសយើងជួបគ្រោះថ្នាក់ហើយដាដូណែបាយថ្ងៃត្រង់បងប្រកាសហើយថាអាចធ្វើបានបងទៅងើបពីគ្រុនផងណាចាំបាច់បារម្ភពីខ្ញុំធ្វើស្អីកម្លាំងរបស់ខ្ញុំខ្លាំងជាងសេះទៅទៀតយកល្អឯទៅជប់លោកស៊ីងយកប្រាក់ដែលជាពាក់យើងមកឲ្យឆាប់ឡើងបើអញ្ចឹងបងទៅធ្វើការចុះសំណាងល្អចាមានរឿងស្អីអ្នកទាំងអស់គ្នាមានរឿងស្អីហ្នឹងតើមានរឿងស្អីអើយវាហាក់ដូចជាមានអ្វីនៅក្នុងទឹកបើណយវាផុសចេញមកពីបាត់សមុទ្រមុននេះមានតែទឹកតើអើយមានរឿងស្អីកើតឡើងទៅនៅយប់នោះណាខ្ញុំមិនចាំថាមានអ្វីកើតឡើងនោះទេគ្រាន់តែចាំបានថាដូចជាមានអ្វីម្យ៉ាងចាប់លើខ្ញុំហើយក៏គប់ទៅលើអាកាសតែម្ដងគេចាប់លោកបោះទៅអាកាសជាសត្វប្រភេទអីទៅខ្ញុំមិនដឹងនោះទេតែវាមានកម្លាំងខ្លាំងណាស់ចុះលោកមានឃើញរឿងដែលកើតឡើងចំពោះអាដូទេអត់ទេកាលនោះមេឃងងឹតពេកអ្វីវាកើតឡើងយ៉ាងឆាប់រហ័សដាលីលីយើងកំពុងតែតាមរកឯងលោកទីប្រឹក្សាចង់ជួបឯងណាចាំម៉េចគាត់មានបញ្ហាអីហ៎ឮថាមានស្រុកមួយកំពុងតែរងទុក្ខរលកស៊ូណាមិមានមនុស្សច្រើនណាស់ស្លាប់ដោយសាររលកយក្សពួកគេត្រូវការឲ្យយើងជួយឲ្យលឿនឡើងមកលឿនឡើងជួយផងយើងមិនទាន់ចង់ស្លាប់ទេជួយផងពួកយើងជួយផងពួកយើងមិនទាន់ចង់ស្លាប់ទេជួយផងជួយយើងផងជួយលោកលេខតែគ្រូស្គាល់គាត់ដែរគេជាមិត្តភក្តិរបស់យើងឥឡូវចេះទៅយើងថ្លៃផងឯងដល់មិនទៅគេបារាំងកាយឆាប់ឡើងទៅណាដាយើងទៅជួយផងលោកលេខដឹងជួយឡើងទៅដឹងជួយឡើងលោកលេខលោកលេខស្អីចាណាដាអេដាដូកំដៅរបស់លោកចាស់ថយហើយលោកមានអារម្មណ៍យ៉ាងម៉េចនាងជានរណាទេខ្ញុំនៅកន្លែងណាហ្នឹងលោកចំណាំខ្ញុំមិនបានទេអីខ្ញុំឈ្មោះ Valentina ខ្ញុំ
លោកកុំអាកំរាពេកលោកឈរមិនទាន់បានទេ ខ្ញុំត្រឡប់មកវិញពួកគេប្រហែលជាបារម្ភពីខ្ញុំហើយជាពិសេសគឺដាណាខ្ញុំសូមបងជួយជូនខ្ញុំត្រឡប់ទៅវិញផងទេជួយជូនខ្ញុំផងទេ ខ្ញុំកំពុងរងចាំលោកឲ្យដឹងខ្លួនឥឡូវលោកដឹងខ្លួនហើយខ្ញុំនឹងចូលក្នុងក្រុងដើម្បីប្រាប់ពួកគេឲ្យមកទទួលលោក ពួកយើងបានតាក់ទងទៅខាងសមត្ថកិច្ចនៅគ្រប់តំបន់ហើយលោកអភិបាលមិនយូរទេនឹងដឹងថាជាប្រភេទសត្វអ្វីនៅក្នុងផ្ទាំងទឹកកកនោះ បងអាហ្វាន់សូសូមតលោកអភិបាល ណាដា បងអាហ្វាន់សូខ្ញុំស្គាល់ពួកគេជាសត្រូវរបស់ដៃណាណា ហើយនិយាយនេះប្រកាសនៅក្នុងចិត្តហើយ ខ្ញុំអត់ច្រឡំទេរូបទាំងអស់នេះហើយដែលគេចាប់ផ្សាយលើតំបន់កាសែតដែលបងបានឲ្យខ្ញុំអានការពលិកមុននោះខ្ញុំចាំមិនខុសនោះទេគឺខ្ញុំចាំច្បាស់ណាស់ នេះលោកជួយផ្សព្វផ្សាយដំណឹងនេះដល់កងទ័ពផងទេ បាទទៀតអរគុណណាដានេះគឺជាព័ត៌មានដ៏សំខាន់មួយដែលឯងផ្ដល់ឲ្យសមត្ថកិច្ច ខ្ញុំដឹងរឿងគ្រប់យ៉ាងដែលតេតទៅនឹងដៃណាណាបងប្រុសណាដាលីលីគឺលោកវ៉ាស៊ីនបានទូរស័ព្ទមកប្រាប់ថារកឃើញអេដអាឌូហើយអេដអាឌូសូមទៅបងហ្វិនសូ ទៅចុះ មានប្រជាជនជួបប្រទេសនឹងទឹកកកដល់ចម្លែក ចបាយពួកយើងធ្វើទៅកាន់ទីពេទ្យអេដអាឌូត្រូវបញ្ជូនទៅទីពេទ្យហើយ ហើយនឹងមនុស្សស្រីបិសាចទាំង4នោះសុទ្ធតែកម្លាំងខ្លាំងខ្លាណាស់ហើយក៏ជាសត្រូវ ឡានកំពុងតែរងចាំចបាយ របស់ដៃណាតាំងពីអតីតកាល អាប៉ូឡូទូរស័ព្ទទៅប្រាប់អភិបាលខេត្តឥឡូវនេះខ្ញុំអត់មានពេលនិយាយជាមួយគាត់នោះទេ ប៉ុន្តែហើយចុះលោកអេដអាឌូនោះ ធ្វើតាមសម្ដីខ្ញុំទេឲ្យលឿនឡើងទេ ពួកយើងតាមរកគេគ្រប់ទីកន្លែងហើយចុះនាងរកគេឃើញនៅណាទៅ ខ្ញុំបានជួបគេនៅកណ្ដាលព្រៃគេសម្លាប់បាត់ស្មារតីឈឹងហើយខ្ញុំក៏ជួយគេទៅវ៉ាឡង់ទីណាចាឯងមកធ្វើនៅទីនេះ ណាដាគេគឺជាអ្នកជួយជីវិតអេដអាឌូ អេដអាឌូ ណាដា លោកបណ្ឌិតខាងវិទ្យាសាស្ត្រគឺបណ្ឌិតតាមីឡូម៉័រហ្គាន់បានទទួលការអនុញ្ញាតពីអភិបាលក្នុងការនាំសិក្សាស្រាវជ្រាវចំពោះមនុស្សឆ្លើងនិងបកពួកគេ3នាក់ទៀតការពិរិយានេះផ្ទាំងតកកនោះកំពុងតែត្រូវបានយកទៅពិសោធន៍នៅមន្ទីរពិសោធន៍ដែលគ្រប់គ្រងដោយបណ្ឌិតម៉័រហ្គាន់ដុកទ័រម៉័រហ្គាន់លោកដុកទ័រម៉័រហ្គាន់ លោកជានរណា ខ្ញុំគឺអាបេលណាគូរ៉ាន់ខ្ញុំចង់សួរលោកបណ្ឌិតតើលោកបណ្ឌិតមានគំនិតយ៉ាងម៉េចដែរនៅក្នុងការយកសាកសពទាំងអស់នេះទៅធ្វើការពិសោធន៍នោះពួកគេទាំងអស់គ្នាការដែលនៅមានជីវិតនោះពួកគេមានឫទ្ធិអំណាចខ្លាំងណាស់ខ្ញុំចង់ដឹងថាអនុភាពរបស់គេខុសប្លែកពីពួកយើងកម្រិតណាទេពួកយើងចាំនឹងសិក្សាតាមរយៈរូបភាពសាកសពរបស់គេទាំងអស់សិនហើយយើងប្រហែលជាអាចឈានទៅដល់ធ្វើឲ្យមនុស្សធម្មតាមានឫទ្ធិអំណាចដូចជាពួកអស់ទាំងនេះដែរ
ហើយយើងនឹងអាចរៀបចំបានដើម្បីឲ្យមានឥទ្ធិពលលោកយល់ដែរទេ សូមអរគុណហើយលោកបណ្ឌិត បងបាច់ខ្វែកទេ ហេតុអីបានជាគាត់មិនមកមើលខ្ញុំគឺដោយសារតែវិវក់នឹងការងាររបស់គាត់ គាត់ដឹងហើយថាបងមិនអីទេធ្វើអញ្ចឹងដូចកូនក្មេងអញ្ចឹងនេះ ខ្ញុំឆ្ងល់ខ្លាំងណាស់ហេតុអីបានជាគាត់ចិញ្ចឹមខ្ញុំគាត់យកខ្ញុំធ្វើជាអ្នកត្រួតត្រាយផ្លូវឲ្យគាត់ប៉ុន្តែគាត់បែរជាគ្មានពេលសម្រាប់ខ្ញុំ បងគួរតែអរគុណគាត់ទៅត្រូវណាដែលគាត់បានជ្រើសរើសយកបងទៅបងមានលទ្ធភាពសិក្សាបានខ្ពស់មិនគ្រប់គ្នាសុទ្ធតែទទួលបានឱកាសដូចបងនោះទេដឹងទេដូច្នេះកុំទៅចិត្តអី ចំណុចមួយនេះការដែលខ្ញុំជួយចិត្តនាងខ្ញុំទុកនាងនៅក្នុងជីវិតរបស់ខ្ញុំនាងគឺជាមនុស្សសំខាន់បំផុតតែមានមនុស្សម្នាក់ទៀតដែលបងគួរតែអរគុណគេគឺវ៉ាឡែនធីណានាងជាអ្នកជួយសង្គ្រោះជីវិតបងនិយាយចឹងនាងនៅណាថ្ងៃនេះនាងអត់មកទេមែនទេ ខ្ញុំរំងខ្លាំងណាស់អត់ដល់មិនអាចស្មានមនុស្សដូចខ្ញុំបានទេ ប្រយ័ត្នប្រយែងត្រៃអូរលីតកបើសិនជាមានកម្ដៅខ្ពស់ស្បែករបស់ពួកគេប្រកាសជាអាចនឹងត្រូវរលាយ លោកបណ្ឌិត Morgan ម្នាក់ក្នុងចំណោមពួកគេមានចង្វាក់បេះដូង អើ